រៀបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពី routing ការធ្វើ router ការធ្វើ route សូអញ្ចឹង router គឺជាប្រៀបបានទៅដូចជាផ្លូវមួយអញ្ចឹងដែលវាផ្ទុកនៅរាល់ packet ទាំងអស់ដែលអាចឲ្យnetwork ដឹងថាត្រូវដើរទៅតាមផ្លូវណាដើម្បីឲ្យដើរទៅតាមផ្លូវណាឧទាហរណ៍យើងចង់ connect ពីPC 1ទៅ3អញ្ចឹងយើងត្រូវឲ្យវាធ្វើ routing ដើម្បីឲ្យវាស្គាល់គ្នាហើយក៏ដូចជាដោយសារតែ route ហ្នឹងដោយសារតែវាផ្ទុកនៅroute ហ្នឹងផ្ទុកនៅព័ត៌មានរបស់ PC ឬក៏ព័ត៌មានរបស់អ៊ីនធឺណិតដល់ពេលអញ្ចឹងទៅយើងត្រូវការធ្វើ route ហ្នឹងដើម្បីឲ្យវាបញ្ជូននៅព័ត៌មានពី PC 1ទៅ PC 1ចឹងយើងចូលទៅដល់ទៅមើលការ configure ហ្នឹងម្ដងទីមួយយើងចូលទៅមើលរបស់ route ទី1មកចុចចូលមកដែលយើងប្រើនៅ Winbox ហ្នឹងអញ្ចឹងដូចរាល់ដងអញ្ចឹងយើងrename ទៅលើ interface វាមកដោយទី1នេះ port ទី1នេះភ្ជាប់ទៅកាន់អ៊ីនធឺណិតហើយទី2នេះport ទី2នៃ router ទី1នេះភ្ជាប់ទៅ router ទី2ហើយ port ទី3ទៅ PC 1ទី4 PC 2អញ្ចឹងទៅហើយបន្តមកទៀតយើងបោះ IP address នេះគឺជា IP address ទៅកាន់ router ទី2ហើយនិង IP address ទៅកាន់ PC 1 PC 2បន្តមកទៀតយើងបោះDHCP server ឲ្យ client ដោយយើងបោះឲ្យតែទៅលើ PC 1និង PC 2ទេបន្តមកទៀតយើងadd firewall ដែលជា NAT ហ្នឹង add NAT មកហើយបន្តមកទៀតយើងធ្វើការធ្វើទៅលើ route វាជាចំណុចសំខាន់ដែលយើងចូលទៅកាន់ IP ហ្នឹងមកហើយរកពាក្យ route ហ្នឹងមកដើម្បីឲ្យវាស្គាល់ទៅកាន់អ៊ីនធឺណិតនេះវាមាន default IP ដែលវាមាន default IP address ហើយខ្ញុំបាន add ទៅដល់ពេលដែលយើងបង្កើត IP address ហ្នឹងវានឹងទទួលវានឹងបង្កើតroute វានឹងទុក IP ហ្នឹងនៅក្នុង route automatic អញ្ចឹងអានេះគឺជា static route ដែលខ្ញុំបានបង្កើតដើម្បីភ្ជាប់ទៅកាន់router ទី2នេះ 10.0.1.2 នេះហើយបន្តមកទៀតយើងចូលទៅមើលការ config នៅក្នុងrouter ទី2អញ្ចឹង router ទី2មានយើងចូលទៅមើល interface សិនទៅដោយ interface នេះខ្ញុំបាន rename ដាក់interface ទី1ទៅកាន់ router 1ហើយនិង interface ទី2ទៅកាន់ PC 3នេះ interface ទី1ទៅកាន់ router ហើយទី2ទៅទី2ទៅ PC 3អញ្ចឹងយើងចូលមកកាន់ router យើងវិញមកបន្តមកទៀតយើងចូលទៅមើល DHCP ច្រឡំ DHCP IP ដោយយើងបានបង្កើតនៅ IP address ទៅកាន់ router ទី1ហើយនិង IP address សម្រាប់port លេខ2របស់ PC 3ហើយយើងក៏បាន set នៅ DHCP server ទៅឲ្យ PC 3ហ្នឹងហើយនឹងបានបង្កើតនៅ firewall NAT របស់យើងហ្នឹងដូចតែរាល់ដងអញ្ចឹងlet's see នេះហើយបន្តទៀតយើងចូលទៅមើល router យើងម្ដង where router នេះអញ្ចឹងយើងមាន static IP នេះសម្រាប់ពី
កាន់ route ទៅកាន់ PC1 ហើយ route ទៅកាន់ PC2 ហើយនេះ default route ហើយនេះទៅអានេះគឺជា IP ទៅកាន់ router ទី1អញ្ចឹងការ config មានតែប៉ុណ្ណឹងទេហើយយើងសាកចូលទៅតេស្តមើលថាតើវាស្គាល់គ្នាអត់ PC ទាំងអស់ហ្នឹងចង់វារាំង slow check something សូមធ្វើការបិទអានេះបន្តិច responding ដែរចឹងយក post ទៅចឹងយើងចូលទៅដល់ការតេស្តរបស់យើងចឹងយើងឲ្យ comment DHCP ដើម្បីចូល IP address ចឹងនេះដូចគ្នាហើយយើងធ្វើការ copy IP របស់ PC1 ហ្នឹងទៅ ping នៅទី2មកចឹងវាស្គាល់ចឹងយើងទៅ ping ដល់ទី3ម្ដងចឹងក៏វាស្គាល់ដែរចឹងខ្ញុំសូមធ្វើការយក IP យក IP របស់ទី3នៃ router ទី2យកមក ping នៅ router ទី1ដល់ PC2 នៃ router ទី1ម្ដងចឹងស្គាល់ចឹងវាស្គាល់ហើយសាក ping ទៅអ៊ីនធឺណិតមួយទៀតមកស្គាល់អញ្ចឹងក្នុងវីដេអូយើងមាន